បាទសួស្តីបងប្អូនអរគ្នាឥឡូវយើងមកអនុវត្តលំហាត់យើងបន្តទៀតតាក់ទងជាមួយនឹងការគុណចំនួនគត់ជាមួយនឹងប្រភេទអញ្ចឹងយើងមកមើលលំហាត់ទី1របស់យើងគឺយើងមានបាទ3គុណជាមួយនឹង2ភាគ4បាទអញ្ចឹងដើម្បីគុណចំនួនគត់ជាមួយនឹងប្រភេទយើងត្រូវយកចំនួនគត់គុណជាមួយនឹងភាគយកបាទបានន័យថាយក3នេះទៅគុណជាមួយនឹង2មកបាទហើយភាគបែងគឺយើងរក្សានៅដដែលបាទអញ្ចឹង3គុណនឹង2ស្មើប៉ុន្មានបាទ3គុណនឹង2ស្មើ6បាទ4យើងរក្សានៅដដែលយើងឃើញថា6នេះគឺយើងអាចចែកនឹង2បានបើន័យថាយើងចង់សម្រួលវាណាព្រោះប្រភេទនេះគឺវាអាចសម្រួលបានអញ្ចឹងហើយយើងយក6ចែកនឹង2មកគឺស្មើជាមួយ3ហើយ4ចែកនឹង2គឺស្មើជាមួយ2បាទអញ្ចឹងយើងបាន6ចែក2ស្មើ3បាទ4ចែកនឹង2គឺស្មើជាមួយនឹង2បាទអញ្ចឹងចម្លើយរបស់យើងគឺ3លើ2ឥឡូវយើងមើលបន្តទៅមួយទៀតគឺ4គុណជាមួយនឹង2ភាគ5បាទអញ្ចឹងក្នុងករណីនេះគឺយើងត្រូវយក4នេះទៅគុណនឹង2បាទ4គុណនឹង2ស្មើប៉ុន្មាន4គុណនឹង2បាទ4គុណនឹង2គឺស្មើនឹង8ហើយ5យើងរក្សានៅដដែលបាទអញ្ចឹងយើងអាចសម្រួលបានទេប្រភេទនេះព្រោះវាអត់មានតួចែករួមទេបានន័យថាយើងអត់អាចយកវាទៅចែកជាមួយចំនួនប្រមាណដូចគ្នាបានទេបាទបើដូចលំហាត់ទី1គឺយើងអាចយក6ទៅចែកនឹង2បានហើយ4យើងអាចចែកនឹង2បានបាទឥឡូវយើងបន្តទៅលំហាត់យើងមួយទៀតបាទគឺគុណចំនួនគត់ជាមួយនឹងប្រភេទអញ្ចឹងយើងយក5គុណជាមួយនឹង4បាទអញ្ចឹង5គុណនឹង4គឺស្មើប្រមាណ5គុណនឹង4 5 4ដងគឺ20បាទអញ្ចឹងយើងទទួលបាន20លើ7បន្តទៀតគឺយើងយក6ទៅគុណនឹង2បាទនេះការគុណចំនួនគត់ជាមួយនឹងប្រភេទបាទ6 2ដង10 12បាទយើងទទួលបាន12ចែកនឹង9យើងឃើញថាចំនួននេះគឺយើងអាចសម្រួលវាបានអត់បាទសម្រួលបានអត់បាទសម្រួលបានគឺយើងអាចចែកនឹង3បានណាបាទអញ្ចឹង12ចែកនឹង3ស្មើបានបាទ12ចែកនឹង3ស្មើ4ដល់ពេល9យើងចែកនឹង3ស្មើ3បាទអញ្ចឹងចម្លើយយើងទទួលបានគឺ4នៅលើ3បាទបើយើងអត់ចង់សម្រួលក៏បានដែរប៉ុន្តែប្រភេទកាលណាតែយើងអាចសម្រួលបានយើងសម្រួលមកណាបាទអញ្ចឹងនៅសល់លំហាត់4លំហាត់ទៀតបាទសម្រាប់បងប្អូនទាំងអស់គ្នាសាករៀនដោះស្រាយខ្លួនឯងសាកល្បងបាទអញ្ចឹងសង្ឃឹមថាកន្លឹះក្នុងការដោះស្រាយនេះអាចជួយបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនអ្នកបឋមដែលអត់ទាន់យល់ពីការគុណចំនួនគត់ជាមួយនឹងប្រភេទហើយយើងអាចដោះស្រាយលំហាត់ទាំង4ខាងក្រោមនេះបានផងដែរបាទអរគុណច្រើនជម្រាបលាហើយយើងជួបគ្នានៅវីដេអូក្រោយ